មុនចូលព្រះវស្សាគ្រួសារជាច្រើនតែងតែរៀបចំតេយ្យទានដើម្បីយកទៅប្រគេនព្រះសង្ឃអ្នកខ្លះជ្រើសរើសទិញស្លាដក់ដែលរៀបចំរួចជាស្រេចនៅផ្សារព្រោះមានភាពងាយស្រួលនិងចំណេញពេលវេលាប៉ុន្តែសម្រាប់គ្រួសាររបស់ខ្ញុំវិញម្ដាយរបស់ខ្ញុំមិនសូវចូលចិត្តទិញស្លាដក់ដែលរៀបចំរួចទេគាត់ចូលចិត្តទៅផ្សារទិញរបស់របរម្ដងមួយមុខហើយយកមករៀបចំដោយដៃផ្ទាល់មើលទៅប្រហែលជាហត់បន្តិចហើយចំណាយពេលច្រើនជាងប៉ុន្តែគ្រប់ជំហាននៃការរៀបចំគឺពោរពេញដោយក្តីស្រឡាញ់សទ្ធានិងចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យស្បង់មួយថ្នាំដុសធ្មេញច្រាសដុសធ្មេញសាប៊ូដោះខ្លួនទឹកដោះគោសៀវភៅសរសេរប៊ិចនិងរបស់ប្រើប្រាស់ផ្សេងៗត្រូវបានរៀបចំយ៉ាងស្អាតនិងមានរបៀបម្ដាយរបស់ខ្ញុំតែងតែប្រាប់ថារបស់អាចមានតិចឬច្រើនមិនមែនជារឿងសំខាន់បំផុតទេអ្វីដែលសំខាន់គឺចិត្តដែលធ្វើបុណ្យដោយស្មោះនិងដោយសេចក្តីជ្រះថ្លានៅថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះគឺជាថ្ងៃចូលព្រះវស្សាជាថ្ងៃដែលព្រះសង្ឃចូលគង់ចាំព្រះវស្សានៅក្នុងវត្តអារាមរយៈពេល3ខែដើម្បីសិក្សាព្រះធម៌អនុវត្តវិន័យនិងបំពេញសាមណធម៌ចំណែកយើងជាពុទ្ធបរិស័ទក៏មានឱកាសចូលរួមគាំទ្រព្រះពុទ្ធសាសនាតាមរយៈការធ្វើបុណ្យនិងប្រគេនតេយ្យទានទៅតាមលទ្ធភាពរបស់ខ្លួនតាមរយៈវីដេអូនេះខ្ញុំក៏ចង់ចែករំលែកទស្សនវិជ្ជាតូចមួយនៃការរៀបចំតេយ្យទានរបស់ម្ដាយខ្ញុំផងដែរវាមិនមែនជាការបង្ហាញថាធ្វើបានច្រើនឬតិចនោះទេប៉ុន្តែជាការចែករំលែកនៅសេចក្តីស្រឡាញ់សទ្ធានិងប្រពៃណីដ៏ល្អរបស់ពុទ្ធបរិស័ទខ្មែរដែលនៅតែបន្តថែរក្សារហូតមកដល់សព្វថ្ងៃជាចុងក្រោយខ្ញុំសូមអនុមោទនាបុណ្យជាមួយបងប្អូនទាំងអស់គ្នាសូមឲ្យការធ្វើបុណ្យក្នុងឱកាសចូលព្រះវស្សានេះនាំមកនូវសេចក្តីសុខសុខភាពល្អសំណាងល្អនិងក្តីចម្រើនដល់លោកអ្នកនិងក្រុមគ្រួសារគ្រប់គ្នាបាលីចូលព្រះវស្សានមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈឧកាសៈអ៊ីម៉ាស្មឹងអវាសេអ៊ីម៉ាំងទេមាសាំងវ៉ាសាំងឧបេមិទុតិយំពេអ៊ីម៉ាស្មឹងអវាសេអ៊ីម៉ាំងទេមាសាំងវ៉ាសាំងឧបេមិតតិយំពេអ៊ីម៉ាស្មឹងអវាសេអ៊ីម៉ាំងទេមាសាំងវ៉ាសាំងឧបេមិសូមអនុមោទនា